ចាសួស្តីបងប្អូនមិត្តអ្នកស្ដាប់ទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយនឹងនាងខ្ញុំផែនដាដែលជាអ្នកនិទានរឿងរ៉ាវជីវិតពិតរបស់ម្ដាយក្មេកនិងកូនប្រសារនៅក្នុងប្រទេសកូរ៉េនេះនៅក្នុង Channel ទំព័រជីវិតហើយមានបងប្អូនខ្លះគាត់បានខមមិនសួរខ្ញុំថាគេសម្ដែងទៅដឹងអីខ្ញុំចង់បញ្ជាក់បងប្អូនមិត្តអ្នកស្ដាប់ទាំងអស់គ្នាឲ្យបានដឹងថារឿងដែលនាងខ្ញុំបានយកមកនិទាននិងចែករំលែកនៅក្នុង Channel នេះគឺសុទ្ធតែជារឿងពិតអត់មានប្រឌិតអត់មានអីទេសុទ្ធតែជារឿងពិតហើយរឿងហ្នឹងគឺខ្ញុំដកស្រង់ចេញពីប៉ុស្តិ៍ទូរទស្សន៍ផុសកូរ៉េទេព្រោះថារឿងនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ផុសកូរ៉េដែលគេយកមកចាក់ផ្សាយហ្នឹងគឺដូចថាមានម្ដាយក្មេកកូនប្រសារខ្លះទៅគាត់រស់នៅមានបញ្ហាជាមួយគ្នាអត់ចុះសម្រុងគ្នាមានការខ្វែងគំនិតគ្នាអីចឹងណាហើយនៅក្នុងសមាជិកគ្រួសារហ្នឹងមួយទៅគាត់ក៏សរសេរជាសាច់រឿងរបស់គាត់នឹងរៀបរាប់ទៅកាន់ខាងប៉ុស្តិ៍ទូរទស្សន៍ហ្នឹងដើម្បីឲ្យប៉ុស្តិ៍ទូរទស្សន៍ហ្នឹងគេចុះមកថតដើម្បីផ្សះផ្សាឲ្យពួកគាត់ត្រូវគ្នាអញ្ចឹងណាហើយអាហ្នឹងទី1ទី2ដូចថាកូនប្រសារខ្លះគាត់រៀបការមកប្រទេសកូរ៉េហ្នឹងហើយរយៈពេលជាច្រើនឆ្នាំគាត់អត់បានទៅលេងស្រុកអីចឹងគាត់អត់មានថវិកាគ្រប់គ្រាន់ក្នុងការទៅលេងស្រុកអីចឹងទៅគាត់ចុះឈ្មោះរាយរាប់រឿងរបស់គាត់ខ្សែជីវិតរបស់គាត់ទៅផ្ញើទៅខាងទូរទស្សន៍ប៉ុស្តិ៍កូរ៉េហ្នឹងទូរទស្សន៍ប៉ុស្តិ៍កូរ៉េហ្នឹងគេចុះមកថតហើយគេដូចថាគេទិញសំបុត្រហើយទិញសំបុត្រយន្តហោះនិយាយរួមថ្លៃចំណាយមួយសប្តាហ៍ទិញសំបុត្រយន្តហោះហ្នឹងទៅទៅលេងស្រុកហ្នឹងគឺខាងទូរទស្សន៍គេប៉ាវឲ្យគាត់ចឹងណាអញ្ចឹងទៅគាត់ចំណេញកន្លែងហ្នឹងទើបគាត់សម្រេចចិត្តថាសរសេរសាច់រឿងរបស់គាត់ទៅឲ្យខាងទូរទស្សន៍ហើយទូរទស្សន៍គេចុះមកដល់ផ្ទះគាត់ឲ្យពួកគាត់ប្រើជីវិតធម្មតាជាប្រចាំថ្ងៃហ្នឹងវាយ៉ាងម៉េចវាមានបញ្ហាអីខ្លះចឹងណាហើយគេក៏ថតផ្ដិតយករូបភាពទាំងអស់ហ្នឹងចេញមកអញ្ចឹងរឿងទាំងអស់ហ្នឹងវាមិនមែនជារឿងប្រឌិតទេគឺជាសាច់រឿងពិតហ្មងបងប្អូនសាច់រឿងវាមានច្រើននិយាយរួមទៅមានកូនប្រសារច្រើនប្រទេសចឹងមានខ្មែរយើងក៏មានវៀតណាមថៃហ្វីលីពីនហើយនិងជនជាតិផ្សេងអីជាច្រើននិយាយរួមទៅមិចចូលគ្នាចឹងណាបងប្អូនមិនមែនថាអ្នកដែលការមកប្រទេសកូរ៉េហ្នឹងសិតតាធូរធារជួបគ្រួសារល្អអត់ទេមានអ្នកពិបាកច្រើនជាងអ្នកមកធូរធារដោយសារអីបងប្អូនដោយសារប្រុសជនជាតិកូរ៉េភាគច្រើនគឺគាត់គិតបែបនេះឯងគាត់មានចង់និយាយថាអឺបើសិនជាគាត់មានសមត្ថភាពគ្រប់គ្រាន់គឺគាត់រៀបការជាមួយនឹងស្រីជនជាតិកូរ៉េគ្នាគាត់ហើយគាត់អត់ទៅយកជនជាតិបរទេសទេអាហ្នឹងភាគច្រើនខ្ញុំអត់និយាយទាំងអស់ទេណាខ្ញុំនិយាយភាគច្រើនគឺគាត់គិតបែបហ្នឹងប៉ុន្តែបើសិនជាគាត់អត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ប្រពន្ធជនជាតិកូរ៉េហ្នឹងគាត់ក៏ចាប់ផ្ដើមគិតទៅរកប្រពន្ធជនជាតិបរទេសការយកមកអញ្ចឹងដោយពួកគាត់គិតថាអឺការជាមួយប្រពន្ធជនជាតិបរទេសអត់ចាំបាច់មានលុយច្រើនទេហើយការហើយយកពួកគាត់មកហើយបម្រើម្ដាយគាត់ឪពុកគាត់អីទៀតចឹងណាគឺភាគច្រើនគឺគាត់មានគំនិតបែបហ្នឹងឯងគាត់ថាមិនចាំបាច់មានលុយច្រើនទេមានល្មមហ្នឹងរៀបការយកមកដល់បម្រើឪពុកម្ដាយក្មេកគាត់ចឹងហ្មងនឹងភាគច្រើនខ្ញុំអត់និយាយទាំងអស់ទេណាវាមានមួយចំនួនតូចដែរដែលគេល្អគេមានសមត្ថភាពគ្រប់គ្រាន់ហើយគេមានគំនិតថាទៅយករៀបការជាមួយនឹងប្រពន្ធជនជាតិបរទេសមកអីចឹងហើយមួយចំនួនទៀតហ្នឹងគឺថាដោយសារជនជាតិកូរ៉េស្រីកូរ៉េគឺគាត់អឺការសនំពររបស់គាត់ហ្នឹងខ្ពស់អញ្ចឹងប្រុសដែលចង់រៀបការប្រុសហ្នឹងត្រូវមានសមត្ថភាពគ្រប់គ្រាន់ហើយពេលដែលរៀបការហ្នឹងត្រូវមានផ្ទះមានអីឲ្យគាត់នៅចឹងហើយរស់នៅជាមួយឪពុកម្ដាយក្មេកគឺគាត់អត់រស់នៅជាមួយទេចឹងណាពេលដែលការហើយចឹងខាងប្រុសចេញផ្ទះខាងស្រីហ្នឹងគេចេញគ្រឿងសង្ហារឹមដាក់នៅក្នុងផ្ទះអីចឹងទៅគេអត់មានថ្លៃទឹកដោះថ្លៃស្អីដូចនៅស្រុកខ្មែរយើងអត់ទេគឺជួយចេញគ្នាគ្រាន់ថាខាងប្រុសគេចេញធំជាងខាងស្រីចឹងណាហ្នឹងហើយអញ្ចឹងភាគច្រើនបើសិនជាប្រុសគាត់អត់មានលទ្ធភាពសមត្ថភាពគ្រប់គ្រាន់រកលុយដើម្បីផ្គត់ផ្គង់ប្រពន្ធកូរ៉េហ្នឹងគឺគេអត់យកគាត់បានគាត់សម្រេចចិត្តទៅយករៀបការជាមួយនឹង
ពួកយើងដែលជាជនជាតិបរទេសមកហ្នឹងឯង ហើយម្ដាយក្មេកមួយចំនួនតូចទេអត់ធំទេដែលថាអឺបានកូនប្រសារជនជាតិគេនឹងយកមកហ្នឹងដែលគាត់ស្រឡាញ់ហើយថ្នាក់ថ្នមដូចកូនបង្កើតហ្នឹងមានដែរតែមានតិចបំផុតណាម្ដាយក្មេកមួយចំនួនតូចហ្នឹងគាត់គិតថាកូនគាត់អាយុច្រើនហើយគាត់ទៅបានប្រពន្ធក្មេងអាយុក្មេងអីមកអញ្ចឹងទៅគាត់ស្រឡាញ់គាត់ដូចថាគាត់មើលដូចកូនគិតថាដូចកូនគាត់អញ្ចឹងដោយសារប្រពន្ធក្មេងការគិតហ្នឹងវាមិនសូវបានជ្រៅដឹកដល់អីដូចមនុស្សចាស់អីចឹងណាអញ្ចឹងគាត់លើកលែងឲ្យគាត់គិតថាដូចជាកូនក្មេងកូនគាត់អីចឹងមានដែរមួយចំនួនតូចបើសិនជារៀបការមកជួបម្ដាយក្មេកបែបហ្នឹងគឺយើងសំណាងតែភាគច្រើនអត់ទេបងប្អូនគឺរៀបការមកហ្នឹងគឺជួបការលំបាកច្រើនមិនមែនថាតែគេខ្ញុំហ្នឹងក៏លំបាកដែរតែគ្រាន់ថាខ្ញុំលំបាកវាមិនដល់គេខ្លះអីគេមានការលំបាកច្រើនជាងខ្ញុំទៀតចឹងណាអញ្ចឹងត្រឹមខ្ញុំហ្នឹងវាត្រឹមមធ្យមទេអញ្ចឹងសាច់រឿងយើងនៅក្នុងថ្ងៃនេះគឺតួឯកហ្នឹងគឺកូនប្រសារជនជាតិវៀតណាមហើយកូនប្រសារជនជាតិវៀតណាមម្នាក់ហ្នឹងគាត់ក្មេងគាត់អាយុ25ឆ្នាំហើយប្ដីគាត់ហ្នឹងក៏ក្មេងដែរប្ដីគាត់ហ្នឹងអាយុ29ឆ្នាំអញ្ចឹងសិតតែ20ឆ្នាំ30ឆ្នាំចុះក្រោមហ្នឹងសម្រាប់ពួកជនជាតិកូរ៉េគឺគាត់គិតថាក្មេងហើយតែបើសម្រាប់នៅស្រុកយើងប្ដីប្រពន្ធរៀបការអាយុប៉ុណ្ណឹងគឺសមរម្យហើយម្ដាយក្មេកនៅក្នុងសាច់រឿងហ្នឹងម្ដាយក្មេកគាត់មានអាយុ58ឆ្នាំស្អាតគាត់នៅស្អាតបងប្អូនហើយឪពុកក្មេកគាត់ហ្នឹងមានអាយុ64ឆ្នាំហើយប្ដីគាត់ហ្នឹងគឺជាកូនតូលនៅក្នុងគ្រួសារហ្នឹង29ឆ្នាំហ្នឹងហើយគាត់រៀបការបាន3ឆ្នាំហើយការរៀបការរបស់គាត់ហ្នឹងគឺគាត់អឺខាងកូនស្រីហ្នឹងគាត់មករៀនអីចឹងណាមករៀនហើយទៅក៏បានជួបបានឃើញទៅក៏ស្រឡាញ់គ្នាបានរៀបការជាមួយគ្នាហ្នឹងទៅហើយក្រោយពេលរៀបការហ្នឹងគឺគាត់រស់នៅជាមួយឪពុកម្ដាយក្មេកគាត់ហ្នឹងនៅក្នុងគ្រួសារហ្នឹងណាក្រោយពេលដែលគាត់រៀបការបាន2ឆ្នាំគាត់ក៏មានកូនប្រុសម្នាក់ប្រសូតបានកូនប្រុសម្នាក់អញ្ចឹងហើយកូនប្រុសហ្នឹងក្រោយមកក៏មានអាយុ1ឆ្នាំរយៈពេល3ឆ្នាំដែលគាត់រស់នៅជាមួយឪពុកម្ដាយក្មេកនៅក្នុងផ្ទះហ្នឹងគឺគាត់ចរិតគាត់ចឹងនិយាយថាគាត់ត្រូវខឹងអញ្ចឹងទៅខឹងមួយឆាវអញ្ចឹងទៅអាពេលខ្លះកំពុងតែអង្គុយនិយាយគ្នាសើចសប្បាយសើចៗចឹងទៅនិយាយត្រូវរឿងអីប៉ះមិនដូចថាប៉ះទៅដល់អារម្មណ៍របស់គាត់ចឹងគាត់ខឹងមួយឆាវចឹងទៅចូលទៅក្នុងបន្ទប់បិទទ្វារក្រាំងចឹងទៅអត់មានក្រែងចិត្តឪពុកម្ដាយក្មេកអីអត់មានបន្តិចអីហ្មងចឹងណាហើយពេលខ្លះគាត់ខឹងគាត់អន់ចិត្តជាមួយប្ដីគាត់ឆ្លោះជាមួយតែប្ដីគាត់គ្នាគាត់ហ្នឹងក៏ចឹងដែរគាត់រាលដាលពេញមួយផ្ទះគាត់អត់ចេញពីក្នុងបន្ទប់មកទេគាត់នៅក្នុងបន្ទប់សង្ងំ2-3ថ្ងៃជាប់គ្នាចឹងទៅម្ដាយក្មេកហៅក៏មិនឆ្លើយអីក៏មិននេះចឹងណាមុខមិនមើលក្រោយមិនអោយមុខមើលអីចឹងណាហើយនៅពេលដែលគាត់ចេញអាកប្បកិរិយាបែបហ្នឹងបងប្អូនគិតមើលថាគាត់គឺជាកូនប្រសារដែលរស់នៅជាមួយម្ដាយក្មេកនេះទង្វើដែលគាត់កំពុងធ្វើហ្នឹងតើគួរឬក៏មិនគួរព្រោះថាខ្ញុំក៏ជាកូនប្រសារគេម្នាក់ដែរខ្ញុំអត់កាន់ជើងម្ដាយក្មេកហើយខ្ញុំក៏អត់កាន់ជើងកូនប្រសារដែរខ្ញុំមើលទៅតាមហេតុផលអញ្ចឹងណាហើយដោយសារតែការរស់នៅរយៈពេល3ឆ្នាំចរិតគាត់តែងតែបែបហ្នឹងរហូតអញ្ចឹងណាសរុបសេចក្ដីទៅនៅពេលដែលគាត់ខឹងសូម្បីតែជាមួយម្ដាយក្មេកក៏គាត់ស្ដីកំហកស្រែកដាក់ម្ដាយក្មេកដែរប៉ុន្តែនៅពេលដែលគាត់អត់ខឹងអត់អីចឹងគឺគាត់សើចសប្បាយធម្មតានិយាយរួមអត្តចរិតដូចជាពីរខុសប្លែកគ្នាហ្មងអញ្ចឹងណាហើយម្ដាយក្មេកគាត់ស្រឡាញ់គាត់នៅពេលដែលគាត់អត់ខឹងអត់អីចឹងណាម្ដាយក្មេកគាត់សរសើរថាប៉ាកែឆ្លាតអីចឹងណាហើយការងារផ្ទះអីគាត់មិនចាំបាច់និយាយទេនិយាយរួមទៅនៅពេលដែលគាត់អត់ខឹងអារម្មណ៍ល្អចឹងទៅគឺការងារផ្ទះគាត់មិនដែលប្រើមិនដែលស្អីទេគឺគេធ្វើខ្លួនឯងទាំងអស់ដោយមិនចាំបាច់គាត់ប្រើអីចឹងណារៀបចំទុកដាក់ការងារមួយសេតគឺគាត់ធ្វើទាំងអស់គាត់ធ្វើបានអញ្ចឹងណាហើយម្ដាយក្មេកពេញចិត្តស្រឡាញ់តែស្អប់អាចរិតអាពេលដែលខឹងហ្នឹងហ្មង
គូចរិតអាក្រក់ហ្មងណាគឺនៅពេលដែលគាត់ខឹងគឺគាត់តែងតែគិតថាខ្លួនឯងនឹងត្រូវរហូតអត់មានស្ដាប់ហេតុផលអ្នកណានិយាយទេសង្ងំក្នុងបន្ទប់បិទទ្វារឃ្រាំងឪពុកម្ដាយក្មេកតែមុខមិនមើលផងសូម្បីតែខឹងមួយប្ដីក៏ចឹងដែរហើយដោយសារតែអត្តចរិតរបស់គាត់នឹងផ្លាស់ប្ដូរម្ដាយក្មេកគាត់តាមអត់ទាន់ចរិតកូនប្រសាអញ្ចឹងណាអញ្ចឹងហើយបានជាម្ដាយក្មេកគាត់សរសេរសាច់រឿងនឹងផ្ញើទៅកាន់ទូទស្សន៍ឲ្យប៉ុស្តិ៍ទូទស្សន៍គេចុះមកថតទៅដើម្បីឲ្យកូននឹងមើលខ្លួនឯងមើលហើយពិចារណាថាតើចរិតដែលគាត់ចេញមកនេះវាសមឬក៏មិនសមអីចឹងណាហ្នឹងហើយសាច់រឿងខុសៗគ្នាអ្នកខ្លះទៅកូនប្រសាជាអ្នកសរសេរទៅខ្លះទៅក៏ម្ដាយក្មេកជាអ្នកសរសេរឬក៏កូនប្រុសគាត់ជាអ្នកសរសេរទៅកាន់ប៉ុស្តិ៍ទូទស្សន៍គេចឹងណាដើម្បីគេចុះមកថតជីវិតប្រចាំថ្ងៃគាត់ក្នុងការរស់នៅនឹងមានបញ្ហាមិនចឹងទៅហើយដល់ពេលថតហើយគេយកមកចាក់ផ្សាយហើយយកមកឲ្យពួកគាត់មើលទៅពួកគាត់អង្គុយមើលទៅអាចនឹងដឹងថាជាកំហុសអ្នកណាហើយអ្នកណាគួរតែកែប្រែអាចរិតអាក្រក់នឹងអញ្ចឹងណាដើម្បីការរស់នៅជាមួយគ្នាទៅមុខទៀតនឹងវាល្អប្រសើរឡើងអញ្ចឹងទៅដោយសារតែហេតុផលទាំងអស់ហ្នឹងហើយបានគេព្រមឲ្យថតទូទស្សន៍គេថតហ្នឹងហើយអញ្ចឹងមិនមែនពួកគាត់សម្ដែងទេគឺមែនតែនជីវិតពិតគឺបែបហ្នឹងហើយគ្រប់ពេលដែលគាត់ខឹងអីចឹងទៅគាត់បង្ហោះ Facebook ហើយថាគាត់នឹងធុញថប់ចង់ដាច់ដង្ហើមចង់អីចឹងអារបៀបធុញនឹងអ្នកផ្ទះនឹងអីចឹងណាតែពេលម្ដាយក្មេកគាត់ក៏ឃើញចឹងទៅគាត់អន់ចិត្តទៀតណាម្ដាយក្មេកគាត់អន់ចិត្តគាត់គិតថានៅពេលដែលកូនប្រសាផុសអញ្ចឹងទៅអ្នកដទៃបងប្អូនគេមើលមកថាគាត់ជាមនុស្សរបៀបណាអីចឹងណាគ្រួសារគាត់នឹងជាមនុស្សបែបណាធ្វើបាបកូនប្រសាឬក៏យ៉ាងម៉េចអីចឹងទៅហើយនៅក្នុងផ្ទះនៅក្នុងការរស់នៅហ្នឹងណាប្ដីគាត់ហ្នឹងប្ដីអឺតែកូនភាសាវៀតណាមហ្នឹងហ្នឹងហើយប្ដីគេហ្នឹងគេទៅធ្វើការមកប្រាក់ខែបានប្រមាណហ្នឹងគឺនៅម្ដាយគាត់ជាអ្នកគ្រប់គ្រងម្ដាយកូរ៉េហ្នឹងណាគាត់ជាអ្នកគ្រប់គ្រងហើយការចាយវាយប្រចាំថ្ងៃហ្នឹងត្រូវទិញអីហ្នឹងគាត់ឲ្យទៅវិញចឹងណាត្រូវការប៉ុន្មានហ្នឹងគាត់ឲ្យទាំងប្ដីទាំងប្រពន្ធហ្នឹងប៉ុន្តែតាមពិតទៅមិនមែនគាត់អ្នកចង់កាន់ប្រាក់ខែកូនទេគាត់មិនមែនចង់កាន់ទេតែដោយសារម្ដាយហ្នឹងគាត់សួរទៅកាន់កូនប្រសាវៀតណាមហ្នឹងណាសួរថាកូនឯងគ្រប់គ្រងលុយហ្នឹងបានអត់ប្រាក់ខែប្ដីហ្នឹងណាគ្រប់គ្រងបានអត់ការចំណាយចាយវាយស្អីហ្នឹងគ្រប់គ្រងបានអត់ហើយកូនប្រសាហ្នឹងគាត់ឆ្លើយថាគាត់អត់ចេះទេគាត់អត់ចេះគ្រប់គ្រងទេអញ្ចឹងឲ្យម៉ែអ្នកគ្រប់គ្រងទៅហើយគាត់ត្រូវការចាយអីចឹងទៅចាំគាត់ទៅសុំពីម៉ែរបៀបដូចកូនទៅសុំលុយម៉ែចាយអញ្ចឹងណាគឺគាត់ប្រើជីវិតបែបហ្នឹងឯងអញ្ចឹងមិនមែនម៉ែក្មេកហ្នឹងគាត់អាក្រក់គាត់ទៅយកលុយកូនមកកាន់ទេមែនទេគឺដោយសារគាត់សួរកូនហើយតែកូនគាត់ថាមិនចេះអញ្ចឹងឲ្យម៉ែជាអ្នកទុកទៅអញ្ចឹងបានគាត់ទុកហ្នឹងណាហើយអញ្ចឹងនៅពេលណាដែលគាត់ចង់ចេញទៅដើរលេងក្រៅជាមួយប្ដីអីចឹងទៅគាត់សុំលុយម៉ែក្មេកម៉ែថ្ងៃហ្នឹងខ្ញុំចង់ទៅដើរលេងជាមួយប្ដីនៅខាងក្រៅអញ្ចឹងម៉ែឯងមើលកូនឲ្យខ្ញុំផងអីចឹងទៅហើយម៉ែសួរថាមានលុយអត់គាត់ក៏ឆ្លើយថាមានក្នុងកាតមាន100000គាត់និយាយចឹងណាហើយដល់ពេលទៅអឺម្ដាយក្មេកសួរថាហើយយកប៉ុន្មានថែមទៀតហើយកូនហ្នឹងក៏គេសើចគេថាសុំ50000ថែមទៀតមកម៉ែហើយម៉ែហ្នឹងក៏គាត់ឆ្លើយថា50000គ្រាន់ដែរគាត់ចង់និយាយចឹងណា50000ហ្នឹងគ្រាន់ដែរតាមពិតគាត់ចង់និយាយថាយកឲ្យច្រើនជាងនឹងទៀត10ឬ200000អីចឹងទៅព្រោះ100000អីហ្នឹងវាខ្លាចចាយវាខ្វះអីចឹងណាគាត់គិតចឹងអញ្ចឹងមានន័យថាគាត់មិនមែនមនុស្សកំណាញ់មនុស្សអាក្រក់ទេតាមពិតបើសិនជាខ្ញុំមើលទៅតាមសាច់រឿងហ្នឹងណាម្ដាយក្មេកគាត់អាក្រក់ហើយបើសិនជាយើងចេះយកចិត្តចេះសម្ដីផ្អែមដាក់គាត់តែបន្តិចណាម្ដាយក្មេកហ្នឹងគឺស្រឡាញ់គាត់ខ្លាំងណាហើយថ្ងៃធម្មតាត្នេអីហ្នឹង
គាត់ជួយបរៀនភាសាកូរ៉េជាមួយកូនហ្នឹងណាគាត់ជួយបរៀនកូនភាសាហ្នឹងអត់ចេះអីអញ្ចឹងដាក់តុមកគាត់បរៀនព្រោះអីម្ដាយក្មេកហ្នឹងគាត់ក៏ជាអ្នកសិក្សាមួយរូបដែរគាត់ជាអ្នករៀនច្រើនអញ្ចឹងឲ្យតែកូនចង់រៀនគាត់ដាក់ចិត្តដាក់កាយមកបរៀនកូនអញ្ចឹងណាហើយនៅពេលដែលសួរគាត់ថាម្ដាយក្មេកនិងឪពុកក្មេកគាត់ស្រឡាញ់អ្នកណាជាងគាត់ឆ្លើយថាគាត់ស្រឡាញ់ឪពុកក្មេកជាងហើយគេសួរថាហេតុអីបានស្រឡាញ់ឪពុកក្មេកជាងគាត់ថាដោយសារឪពុកក្មេកអត់សូវនិយាយស្ដីច្រើនដូចម្ដាយក្មេកនិយាយស្ដីច្រើនអីចឹងណាប៉ុន្តែតាមដែលយើងមើលឃើញទៅអ្វីដែលគាត់និយាយហ្នឹងគឺគាត់និយាយក្នុងន័យអប់រំដូចកូនទេគាត់មិនបានទៅល្អូរទាំហើយសម្ដីកំហិចកំហុសអីដែរដូចជាមិនអីទេណាស់តែកូនហ្នឹងទេនៅពេលដែលគាត់ខឹងគាត់ស្រែកឡោដាក់ម្ដាយក្មេកហ្នឹងអញ្ចឹងទៅដល់ឃើញកូនប្រសាឆ្លើយបែបហ្នឹងទៅម្ដាយក្មេកក៏គាត់ខឹងទៅតាមហ្នឹងអញ្ចឹងណាថានិយាយមិនស្ដាប់អីអត់មានស្ដាប់ហេតុផលគេហៅមកនិយាយអីក៏មិនស្ដាប់អញ្ចឹងណារហូតដល់ថ្ងៃមួយហ្នឹងបានទៅលេងនៅប្រទេសវៀតណាមទាំងគ្រួសារគាត់ហ្នឹងណាមានម្ដាយក្មេកមានប្ដីគាត់កូនគាត់និងគាត់អញ្ចឹង4នាក់ទៅលេងនៅប្រទេសវៀតណាមហ្នឹងហើយទៅដល់វៀតណាមហ្នឹងក៏ឪពុកម្ដាយក្មេកនៅវៀតណាមហ្នឹងក៏រីករាយនឹងទទួលស្វាគមន៍អញ្ចឹងណាបងប្អូនគេឡើងពេញផ្ទះអញ្ចឹងទៅដល់ថ្ងៃទី1ដំបូងហ្នឹងអូយសប្បាយលេងសប្បាយម្ដាយក្មេកកូរ៉េហ្នឹងក៏សប្បាយជាមួយកូនប្រសាសើចក្អាកក្អាយលេងបាញ់ទឹកបាញ់អីជាមួយកូនហ្នឹងនិយាយរួមទៅមើលទៅសប្បាយមានក្ដីសុខអញ្ចឹងប៉ុន្តែអាក្ដីសុខសប្បាយហ្នឹងអត់បានប្រមាណទេតែបន្តិចចឹងតែនិយាយអីប៉ះត្រូវអារម្មណ៍មួយភ្លែតហ្នឹងក៏ចាប់ផ្ដើមងខ្ទេចខឹងអញ្ចឹងនិយាយរួមខឹងអត់ក្បាលអត់កតុយជាមួយមនុស្សចាស់អញ្ចឹងកូនហ្នឹង25ហើយប៉ុន្តែអាចចរិតហ្នឹងមើលទៅដូចនៅក្មេងដល់ហើយលើកហ្នឹងមិនមែនជារឿងអីធំដុំខឹងអីទេបងស្រីគាត់យកខោអាវដែលប្រឡាក់ត្រូវគក់ហ្នឹងយកទៅដាក់ម៉ាស៊ីនគក់យកទៅហាលអីហើយអញ្ចឹងណាប៉ុន្តែម្ដាយក្មេកកូរ៉េនេះគាត់អត់ដឹងហ៎គាត់អត់ដឹងគាត់ក៏ប្រើកូនគាត់ហ្នឹងឲ្យប្រមូលខោអាវយកទៅអឺបោកយកទៅដាក់គក់យកទៅហាលអីចឹងណាហើយគ្រាន់តែរឿងប៉ុណ្្នឹងម្ដាយក្មេកសួរអីប៉ុណ្្នឹងចឹងទៅគាត់ស្ដាប់អត់បានចឹងទៅក៏ខឹងងខ្ទេចនិយាយប៉ុន្មានដងហើយថាបងស្រីគាត់យកទៅហាលយកទៅគក់ហាលអស់ហើយអីនៅតែនិយាយដដែលអីចឹងហើយគ្រាន់តែរឿងប៉ុណ្្នឹងសោះបងប្អូនសាកគិតមើលថាវាជារឿងធំដុំឬក៏ជារឿងអីខ្ញុំគិតថាវាមិនមែនជារឿងធំដុំអីហើយបើសិនជាគាត់ស្ដាប់អត់បានយើងនិយាយមួយនិយាយជាមួយគាត់បញ្យល់ឲ្យគាត់ស្ដាប់បានទៅហើយវាមិនមែនជារឿងអីធំដុំផងហ្នឹងណាហើយក៏ខឹងនិយាយរួមខឹងដាក់ម៉ែក្មេកអត់មានហេតុផលហ្មងណាម៉ែក្មេកហៅមិនមាត់មិនស្ដីអីចឹងទៅហើយម្ដាយក្មេកគាត់ហ្នឹងក៏ខឹងវិញចឹងណាអារម្មណ៍ដែលសប្បាយហ្នឹងវាបាត់សប្បាយចឹងទៅហើយគាត់ក៏រៀបវ៉ាលីរៀបកាតាបហ្នឹងគាត់ថានាំកូនប្រុសគាត់ទៅដេកនៅអូតែលយប់ហ្នឹងមួយយប់ហើយស្អែកទៅវៀតណាមទៅកូរ៉េវិញណាហើយគាត់សួរកូនភាសាហ្នឹងដែរថាស្អែកទៅវិញអត់ហើយកូនភាសាហ្នឹងថាអត់ទៅទេចង់ទៅតែឯងហ្នឹងគាត់មិនទៅទេគាត់នៅវៀតណាមហ្នឹងឯងអត់ទៅទេអញ្ចឹងណាហើយចឹងយាយហ្នឹងគាត់កាន់តែខឹងទៀតគាត់ថាគាត់រៀបចំអីវ៉ាន់បបួលកូនគាត់ថាទៅដេកអូតែលហ្នឹងមួយយប់ហើយស្អែកយើងឡើងទៅវិញវាចង់ទៅក៏ទៅវាមិនចង់ទៅទេក៏អត់ទៅអីចឹងណាគាត់ខឹងមែនតើអីចឹងហើយដល់ពេលឪពុកម្ដាយខាងកូនស្រីនោះគាត់ក៏មកសម្រុះសម្រួលហៅមកអង្គុយនៅកន្លែង living room បន្ទប់ទទួលភ្ញៀវហ្នឹងណាហៅមកអង្គុយជុំគ្នាហើយគាត់ក៏ហៅកូនប្រសាហ្នឹងដែរថាឲ្យម្នេះមកគាត់ពេលហ្នឹងគាត់ពងខឹងដែរគាត់ថាឥឡូវម្នេះមកហើយគាត់ក៏អត់មាននិយាយអីហៅកូនអាក្រក់ដែរនៅតែហៅឈ្មោះអីធម្មតាអញ្ចឹងឥឡូវម្នេះសិនមកអង្គុយម៉ាក់ចង់ប្រាប់ថា
កូនឯងខុសត្រង់ណា ម៉ាក់ចង់និយាយពីហេតុផលថាកូនឯងស្ដាប់ហេតុផលហើយថាកូនឯងខុសកន្លែងណាកូនឯងត្រូវកែកន្លែងណាហើយនោះគេអត់មកអង្គុយទេអត់ទៅទេខ្ញុំមិនទៅទេខ្ញុំមិនខុសខ្ញុំគ្មានធ្វើស្អីខុសទេខ្ញុំមិនទៅអីចុងនិយាយរួមមកថានិយាយពីរឹងដូចដែកថែបចឹងមែនទេហើយម្ដាយក្មេកនៅដល់ពេលគាត់ចឹងគាត់ស្រក់ទឹកភ្នែកគាត់យំគាត់ថាគាត់ហត់មែនតើហត់ចិត្តនឹងមែនតើជាមួយកូនប្រសាម្នាក់នឹងគាត់ហត់ចិត្តខ្លាំងហើយអញ្ចឹងគាត់ថាគាត់អត់ដឹងថារស់នៅជាមួយគ្នាបានយូរប៉ុណ្ណាទៀតបើសិនជាកូនប្រសានឹងចរិតអញ្ចឹងណាអញ្ចឹងបើសិនជាគាត់អត់ខឹងអត់អីទេគាត់ធ្វើការងារអីធម្មតាប៉កែប៉ុន្តែនៅពេលដែលចរិតគាត់ខឹងនឹងម្ដងគឺបែបហ្នឹងឯងហើយគាត់ខឹងបើខឹងមានហេតុផលគាត់ក៏មិនថាដែរប៉ុន្តែនេះខឹងវាអត់ហេតុផលហើយនៅពេលដែលគេនិយាយហេតុផលមិនស្ដាប់ហើយអញ្ចឹងទៅគាត់ជាមនុស្សចាស់គាត់គាត់ថាគាត់ហត់ណាគាត់យំគាត់ស្រក់ទឹកភ្នែកអីចឹងណានិយាយរួមទៅនៅពេលដែលខឹងធ្វើអីប៉ះអារម្មណ៍នឹងឪពុកម្ដាយក្មេកនិយាយណែនាំស្ដីបដៅអីគឺអត់ទទួលដាច់ខាតចឹងហ្មងអាហ្នឹងហើយធ្វើឲ្យអារម្មណ៍ហត់នឿយផ្លូវចិត្តអាហ្នឹងតាមពិតទៅបើសិនជាកូនប្រសាស្រីម្នាក់ហ្នឹងគាត់ចេះយកចិត្តម៉ែក្មេកនឹងតែបន្តិចហើយគាត់កែប្រែអត្តចរិតដែលខឹងឆេវឆាវអត់មានស្ដាប់ហេតុផលនឹងចេញណាម្ដាយក្មេកនឹងស្រឡាញ់គាត់មើលទៅខ្ញុំមើលតាមអាកប្បកិរិយារបស់គាត់ណាតែតោះត្រង់នឹងឯងអញ្ចឹងមិនថាជីវិតប្តីប្រពន្ធការមកនៅកូរ៉េហ្នឹងខុសៗគ្នាអ្នកខ្លះទៅក៏ស្លូតជួបម្ដាយក្មេកអាក្រក់អញ្ចឹងទៅអ្នកខ្លះទៅអាក្រក់ឲ្យជួបម្ដាយក្មេកល្អអញ្ចឹងទៅវាចឹងអាហ្នឹងសំណាងវាខុសៗគ្នាបងប្អូនចាហ្នឹងហើយសាច់រឿងនៅក្នុងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនថ្ងៃមុខថ្ងៃក្រោយតទៅមុខទៀតការរស់នៅហ្នឹងចុះសម្រុងឬមិនចុះសម្រុងអាស្រ័យទៅលើពួកគាត់ទាំងពីរនាក់ហ្នឹងថាពួកគាត់ព្រមផ្លាស់ប្ដូរអត្តចរិតនឹងដើម្បីការរស់នៅជុំគ្រួសារឲ្យមានក្តីសុខដែរឬក៏អត់អាហ្នឹងអាស្រ័យលើគាត់ទេសុខឬក៏មិនសុខចឹងណាអញ្ចឹងសាច់រឿងនៅក្នុងថ្ងៃហ្នឹងខ្ញុំក៏សូមបញ្ចប់តែត្រឹមហ្នឹងដែរសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានស្ដាប់តាំងពីដើមដល់ចប់ហើយសម្រាប់ពុកម៉ែបងប្អូនណាដែលចូលចិត្តកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានរឿងថ្មីៗក្រោយៗនៅពេលដែលខ្ញុំផុសទៀតចាសសូមអរគុណសូមជម្រាបលា